យើងចាប់ផ្ដើមយកហ្នឹងមកប្រៀបធៀបខ្លួនឯងថាហេតុអីគេប្រកែម៉េះយើងខ្លាចយើងអត់ហ៊ានទៅនិយាយជាមួយគេគឺខ្ញុំតែងតែចង់ថាអូចង់បង្កើតជា brand ខ្មែរមួយឲ្យជនជាតិគេបានស្គាល់នៅពេលដែលគេមកដល់ខ្មែរអញ្ចឹងទៅគេអាចចូលមកកន្លែងដែលជា brand ខ្មែរយើងហើយវាបានរំលឹកទៅពាក្យពេចន៍ដែលខ្ញុំធ្លាប់និយាយកាលខ្ញុំនៅក្មេងថាខ្ញុំចង់ខ្លាចខ្លួនទៅជាក្មេងម្នាក់ឬក៏កូនស្រីម្នាក់ដែលធ្វើឲ្យប៉ាខ្ញុំម៉ាក់ខ្ញុំមានមោទនភាពប៉ុន្តែរហូតមកដល់ពេលរយៈពេល10ឆ្នាំនោះវាហាក់ដូចជាយើងអត់បានធ្វើអីសោះបើយើងនិយាយចំទៅពេលដែលខ្ញុំរៀបការរួចប្រហែលជា2004បន្ទាប់មកខ្ញុំក៏មកនៅពេញជាមួយនឹងគ្រួសារហើយគ្រាន់តែនៅជួយមើលទៅលើការងារផុសគាត់ទេខ្ញុំអត់ទាន់មានធ្វើអីខ្លួនឯងទាំងអស់ប៉ុន្តែនៅពេលដំណើររយៈពេលអាចនិយាយថា10ឆ្នាំពី2004មកដល់2014រយៈពេល10ឆ្នាំហ្នឹងរស់ស្រួលប៉ុន្តែចាប់ផ្ដើមមានអារម្មណ៍មួយថាហាក់ដូចជាខ្លួនឯងហ្នឹងអត់មានអីដែលជាខ្លួនឯងហើយវាបានរំលឹកទៅពាក្យពេចន៍ដែលខ្ញុំធ្លាប់និយាយកាលខ្ញុំនៅក្មេងថាខ្ញុំចង់ខ្លាចខ្លួនទៅជាក្មេងម្នាក់ឬក៏កូនស្រីម្នាក់ដែលធ្វើឲ្យប៉ាខ្ញុំម៉ាក់ខ្ញុំមានមោទនភាពប៉ុន្តែរហូតមកដល់ពេលរយៈពេល10ឆ្នាំនោះវាហាក់ដូចជាយើងអត់បានធ្វើអីសោះយើងរស់ស្រួលនៅក្នុងគ្រួសារមួយប៉ុន្តែយើងបែរជាមើលឃើញថាខ្លួនឯងអត់មានសមត្ថភាពបន្ទាប់មកទៀតនៅពេលណាដែលទៅជួបជាមួយគេអ្នកដែលចេះដឹងអ្នកដែលអីទាំងអស់យើងចាប់ផ្ដើមយកហ្នឹងមកប្រៀបធៀបខ្លួនឯងថាហេតុអីគេប្រកែម៉េះយើងខ្លាចយើងអត់ហ៊ានទៅនិយាយជាមួយគេទី1ពេលដែលយើងជួបជាមួយគេអ្នកដែលចេះដឹងច្រើនយើងខ្លាចនៅពេលដែលយើងនិយាយទៅគេសួរសំណួរអីមកវិញយើងអត់ចេះបើយើងទៅជួបអ្នកដែលរស់ស៊ីយើងក៏អត់មានរស់ស៊ីអីទៀតនៅពេលរយៈពេល10ឆ្នាំហ្នឹងហើយដែល2014គឺបានឲ្យខ្ញុំហ្នឹងមានអារម្មណ៍មួយដែលថាសម្រាប់ចិត្តថាខ្ញុំគួរតែធ្វើអីឲ្យវាថ្មីជាងហ្នឹងទៀតអត់អញ្ចឹងនៅពេលហ្នឹងខ្ញុំក៏ចាប់ផ្ដើមប្រាប់ទៅគ្រួសារខ្ញុំថាខ្ញុំចង់ចេញរស់ស៊ីអញ្ចឹងខ្ញុំក៏បានចេញទៅបើកហាងកាហ្វេជាមួយប្អូនខ្ញុំអញ្ចឹងទៅកាលហ្នឹងពេលដែលយើងបើកដំបូងហ្នឹងនៅលើផ្សារ City Mall ឯងគ្រាន់តែជាហាងកាហ្វេទូចមួយនៅលើផ្សារហ្នឹងឯងប៉ុន្តែនៅក្នុងពេលដែលយើងបើកហ្នឹងខ្ញុំមាន vision របស់ខ្ញុំគឺខ្ញុំតែងតែចង់ថាអូចង់បង្កើតជា brand ខ្មែរមួយឲ្យជនជាតិគេបានស្គាល់នៅពេលដែលគេមកដល់ខ្មែរអញ្ចឹងទៅគេអាចចូលមកកន្លែងដែលជា brand ខ្មែរយើងហើយបន្ទាប់មកទៀតក៏មានផ្នត់គំនិតមួយថាស្រឡាញ់នៅម្ហូបខ្មែរប៉ុន្តែពេលហ្នឹងអត់ចេះចឹងឯងអត់ចេះធ្វើម្ហូបហើយក៏អត់ដឹងថាត្រូវបង្កើតមិនចឹងក៏ start មុនដំបូងគ្រាន់តែជាហាងកាហ្វេមួយសិនព្រោះខ្ញុំគិតថាជំហានដំបូងពេលដែលយើងចាប់ផ្ដើមអញ្ចឹងសិនយើងទៅមុខបន្តទៀតចឹងណាចឹងពេលដែលបើកហាងកាហ្វេដំបូងហ្នឹងខ្ញុំក៏ទៅរកអ្នកដែលធ្វើ logo ឲ្យអ្នកដែល design ចឹងទៅចឹងនៅពេលហ្នឹងគាត់ក៏និយាយចឹងទៅខ្ញុំក៏និយាយប្រាប់គាត់ពីអ្វីដែលយើងចង់បានពី vision របស់យើងអីចឹងណាចឹងគាត់ក៏ឲ្យជាគំនិតថាពេលគាត់សួរថាខ្ញុំមានកូននៅពេលនេះខ្ញុំមាន2នាក់អញ្ចឹងនៅពេលដែលគាត់សួរយើងអញ្ចឹងហើយខ្ញុំក៏ប្រាប់គាត់ថាខ្ញុំមាន2នាក់អញ្ចឹងនៅពេលហ្នឹងគាត់ក៏បំផុសគំនិតឲ្យខ្ញុំហ្នឹងដាក់ឈ្មោះកូនហ្មងទៅហើយការដាក់ឈ្មោះកូនហ្នឹងគឺខ្ញុំយក nickname របស់គាត់ហ្នឹងមកដាក់ទេដោយសារកូនស្រីរបស់ខ្ញុំកូនបងហ្នឹងគាត់ឈ្មោះ Amy ខាងក្រៅអញ្ចឹងយើងសួរអក្សរ E ដល់ពេលកណ្ដាលហ្នឹងគាត់ឈ្មោះ Michael អញ្ចឹងខ្ញុំក៏យកអក្សរ M អញ្ចឹងគាត់ក៏ដាក់ E and M ហ្នឹងទៅចាហើយបន្ទាប់មកទៀតនៅពេលដែលគាត់និយាយឲ្យខ្ញុំនឹងយកឈ្មោះកូនមកដាក់ហ្នឹងដោយសារតែគាត់បានរំលឹកទៅដល់ឡាន Mercedes គាត់ថាឡាន Mercedes ហ្នឹងក៏ឈ្មោះកូនដែរចាអញ្ចឹងនៅពេលដែលគាត់បង្កើតឡានហ្នឹងមកគឺគាត់មានអារម្មណ៍ថាគាត់ចង់តអាហ្នឹងទុកទៅឲ្យកូនគាត់ចង់ធ្វើអីសម្រាប់កូនគាត់ហើយណាមួយវាក៏ជាកម្លាំងមួយជំរុញឲ្យគាត់នឹងបន្តដំណើរទៅមុខចឹងព្រោះអីជាឈ្មោះរបស់កូនប៉ុន្តែគំនិតរបស់គាត់ខ្ញុំគិតថាល្អព្រោះដោយសារគំនិតរបស់គាត់នឹងឯងដែលជួយរុញខ្ញុំរហូតទោះបីជាយើងជួបបញ្ហាមិនក៏ដោយប៉ុន្តែពីយើងទៅដូចយើងអត់ចង់បោះបង់ដោយសារតែឈ្មោះហ្នឹងគឺឈ្មោះរបស់កូនយើងហើយបន្តមកទៀតជាមនុស្សដែលយើងស្រឡាញ់
ចឹងនៅពេលដែលយើងចង់បោះបង់ឬក៏យើងអីយើងចាប់ផ្ដើមគិតថាចាបើសិនជាយើងងាយក្នុងការបោះបង់សូម្បីតែឈ្មោះមនុស្សដែលយើងស្រឡាញ់យើងខ្លាចខ្លួនយើងនឹងពិបាកក្នុងការងើបឈរឡើងមកវិញយើងអត់ដឹងថាយើងត្រូវងើបកន្លែងណាបើសូម្បីតែមនុស្សដែលយើងស្រឡាញ់ក៏យើងការពារអត់បានអញ្ចឹងអានេះបើយើងប្រៀបធៀបណាអញ្ចឹងក៏វាគឺជាកម្លាំងមួយដែលរុញមានន័យថាពេលដែលបង្កើតហាងមួយមានបញ្ហាបិទអីក៏ដោយប៉ុន្តែអត់ដែលមានអារម្មណ៍ថាត្រូវតែប្របាត់ឈ្មោះនឹងចេញត្រូវតែធ្វើមិនក៏ដោយនៅតែរក្សានៅឈ្មោះនឹងដដែលអញ្ចឹងបន្ទាប់មកពីពេលដែលសម្រាប់ចិត្តដាក់ E&M នឹងហើយក៏យើងបើកនៅ City Mall អញ្ចឹងនៅពេលដែលខ្ញុំបើកប្រហែលជាបានអាចថាខ្ទង់មួយឆ្នាំខ្ញុំក៏ចាប់ផ្ដើមប្របែកមកសាខាមួយទៀតសាខាទី2គឺនៅ E&M បឹងកេងកងដែលនៅផ្លូវ57